កាយដ៏អាក្រក់ចំនួន4ត្រូវបានគេសង្កេតឃើញនៅមូលដ្ឋានឋានព្រះច័ន្ទវានឹងធ្លាក់មកលើផែនដីក្នុងរយៈពេល1ម៉ោងកម្លាំងបាញ់របស់ព្រះបរមរាជវាំងត្រូវបានដាក់ពង្រាយចាក់សោលើគោលដៅមេបញ្ជាការបានបញ្ចប់ការហ្វឹកហាត់បាញ់ប្រហាររបស់ជូយៀនសូមផ្ដល់ការណែនាំភ្លើងឆេះដោយបើកចំហទទួលភ្លើងឆេះដោយបើកចំហផ្លូវ Milky Way តើលទ្ធផលប្រឡងចូលរៀននៅ Extraordinary Academy ត្រូវបានចេញផ្សាយហើយឬនៅវិធីល្អបំផុតដើម្បីដោះស្រាយការថប់បារម្ភរបស់អ្នក321របស់អ្នកសាកល្បងឈ្មោះនិងសមត្ថភាពមិនធម្មតារបស់អ្នកដោយអនាមិកវាគឺជាគាត់តើនេះពិតជារកជីជំនាញមែនទេបងប្រុសឡានរបស់អ្នកលុយណាស់នោះគឺជារថយន្តនេះចំណាយពេលត្រឹមតែ4វិនាទីប៉ុណ្ណោះដើម្បីបង្កើនល្បឿនពី500 គីឡូម៉ែត្រក្នុង1ម៉ោងជាមួយនឹងការភ្ជាប់បលូធូសពេញលេញវាជារថយន្តតែមួយគត់នៃប្រភេទរបស់វាបងប្រុសដើរហើយដើរទៀតតើពួកគេមិនចាំបាច់មើលភ្លើងសញ្ញាចរាចរណ៍ទេអូតើមានអ្វីកើតឡើងហា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 បាញ់ដោយឥតគិតថ្លៃការបាញ់ឆ្អែតគ្រោះមហន្តរាយទី1និងទី2ត្រូវបានបំផ្លាញចោលផ្នែកខាងក្រោយបានចូលទៅក្នុងដែនអាកាសខាងលើទីក្រុងឡានយ៉ាងតើក្មេងនេះមានសំណាងទេវាងឹតណាស់អ្នកមិនអាចជន់ហ្វ្រាំងបានទេបើគ្មានវាលាបតើសមត្ថភាពដ៏អស្ចារ្យនេះអាចធ្វើឲ្យអ្វីដំណើរការទៅដោយរលូនបានយ៉ាងដូចម្តេចមិនអាចប្រយុទ្ធបានភាគីទី4គឺ Samsung ត្រូវបានបំផ្លាញចោលកិច្ចការបានបញ្ចប់ភាពកទាំងអស់ដែលរើបកាយត្រូវបានស្ទាក់ចាប់បានការត្រួតពិនិត្យអាវុធលើដីសម្រាប់ស្នាមប្រេះធ្លាក់មកដីផ្ទាល់មេបញ្ជាការមានព័ត៌មានថ្មីផ្នែកខាងក្នុងនៃផ្កាយទី4រចនាសម្ព័ន្ធរងមួយកំពុងធ្វើចលនាក្នុងល្បឿនលឿនផ្ទៃនៃរចនាសម្ព័ន្ធនេះត្រូវបានការពារដោយរបាំងដែលមានវាលថាមពលខ្លាំងវានឹងធ្លាក់ក្នុងរយៈពេល10នាទីទីក្រុងឡានយ៉ាងបង្កើតតំបន់ស្ថានីយ៍ការងារសំឡេងអ្វីតើវាជារញ្ជួយដីមែនទេរឿងនេះតើអ្នកមានគំនិតនេះសម្រាប់ខ្ញុំដោយរបៀបណានេះជាកន្លែងដែលខ្ញុំបានមកពីមានរឿងអ្វីកើតឡើងវាចប់ហើយឥឡូវគ្មានផ្លូវគេចផុតពីវាទៀតទេសួស្ដីនេះជាតើខ្ញុំនឹងស្លាប់មែនទេខ្ញុំមិនព្រមតតែសោះមីងហេអនាមិកសំណាងមិនធម្មតាសំណាងអ្វីម្លេះអ្នកណាដឹងអ្នកប្រហែលជាឈ្នះរង្វាន់ឆ្នោតធំមួយហេតុអ្វីត្រូវធ្វើជាមនុស្សលើសមនុស្សកម្រិតទេពកោសល្យរបស់អ្នកសាកល្បងនាងហឺបៃឆេនស៊ីមិនបានបំពេញតាមស្តង់ដារចូលរៀនរបស់សាលាយើងទេជាមួយនឹងកម្រិតជំនាញរបស់បេឆេនតើគាត់ហ៊ានដេញតាមសម្រស់សាលាឡៅឆេនយ៉ាងដូចម្តេចអ្នកមិនសមនឹងទទួលបានវាទេសូមទោសផងបងស្រីខ្ញុំមិនអាចរក្សាការសន្យារបស់យើងបានទេខ្ញុំមិនបានប្រឡងចប់ទេខ្ញុំលែងចង់ប្រឡងទៀតហើយបើខ្ញុំត្រូវប្រាប់ប្អូនស្រីខ្ញុំរឿងទាំងនេះនាងច្បាស់ជាសោកសៅខ្លាំងណាស់នេះគឺជាអ្នកនាំសារមកពីគិនថូខេជួបគ្នាក្នុងជីវិតក្រោយបងស្រីអ្នកគឺជាអ្នកនាំសារពិតរបស់គិនថូខេបៃឈុនឈីងក្រពេកហើយនោះដូចជាវាជាងហេតុប្រវត្តិសាស្ត្រមិនធម្មតាខ្ញុំឃើញអ្នកមានសំណាងហើយព្រោះចិត្តនិងរូបកាយរបស់យើងជាត្បូងពេជ្រអ្នកគួរតែស៊ូទ្រាំនឹងវាសនានេះ
ភាពចម្លែកសូចណាក៏ផ្សេងទៀតទាំងអស់រួមទាំងចង្វាក់បេះដូងគឺធម្មតាប៉ុន្តែហេតុអ្វីបានជាគាត់មិនភ្ញាក់ឡើងសុងឡានសម្រាប់ទៅខ្ញុំនឹងមើលវាពីទីនេះតែប៉ុណ្ណោះមិនចាំបាច់ជានិច្ចទេពេលគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកវិជ្ជបណ្ឌិតយ៉ាវបានណែនាំជាពិសេសថាគាត់គួរតែត្រូវបានថែទាំឲ្យបានល្អល្ងងណាស់អ្វីអ្នកមិនចាំបាច់ស្ដាប់គ្រប់ពាក្យដែលអ្នកដឹកនាំរឿងនិយាយនោះទេនេះជាកាតព្វកិច្ចរបស់ខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកជំងឺម្នាក់ទទួលបានការថែទាំដែលពួកគេសមនឹងទទួលបានអ្នកគ្រាន់តែទទួលខុសត្រូវពេកប៉ុន្តែអ្នកដឹងទេថាជាអ្វីយុវជនម្នាក់នេះពិតជាសង្ហាណាស់គ្មានអ្វីចម្លែកទេដែលអ្នកតែងតែមានភាពសកម្មក្នុងការថែទាំរបស់អ្នកគាត់គឺជាអ្នកជំងឺដំបូងរបស់ខ្ញុំជាការពិតណាស់ខ្ញុំត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះគាត់ការថែទាំគឺហ្មត់ចត់ណាស់សាច់ដុំមិនទាន់បានរួញតូចនៅឡើយទេខ្ញុំឆ្ងល់ថាហេតុអ្វីបានជាខ្ញុំកាន់តែរឹងមាំឡើងអេលោកវិជ្ជបណ្ឌិតយ៉ាវវាជាអភូតហេតុមួយដែលអ្នកជំងឺរូបនេះបានរស់រានមានជីវិតសន្លប់រយៈពេល1ឆ្នាំទោះបីជាមានសញ្ញាជីវិតមានស្ថិរភាពក៏ដោយប៉ុន្តែឱកាសនៃការភ្ញាក់ពីដំណេកគឺស្ទើរតែ0សួស្ដីបងស្រីតើបងស្រីត្រូវការប្រាក់កម្ចីទេតើអ្នកត្រូវការលុយបន្ទាន់ទេប្រាក់កម្ចីអ្នកដាក់ពាក្យការដកប្រាក់កម្ចីមិនតម្រូវឲ្យមានប្រាក់កម្ចីទេតើអ្នកត្រូវការលុយបន្ទាន់មែនទេអូត្រូវហើយតើគាត់នៅតែជំពាក់យើងថ្លៃមន្ទីរពេទ្យទេប្អូនស្រីរបស់គាត់កំពុងព្យាយាមស្វែងរកដំណោះស្រាយរួចហើយវាគួរតែអាចបញ្ចប់បានក្នុងពេលឆាប់នេះការត្រូវខ្មោចវាយប្រហារបែបនេះទំនងជាឧបទ្ទវហេតុមួយតើក្រុមហ៊ុនធានារ៉ាប់រងមិនគួរផ្ដល់សំណងសម្រាប់រឿងនេះទេតើអ្នកណានឹងគិតថាពួកគេនឹងត្រូវវាយប្រហារដោយខ្មោចប្រការនេះមិនមាននៅក្នុងកិច្ចសន្យាធានារ៉ាប់រងទេបើវាកំពុងរើខ្ញុំមិនដឹងថាហេតុអ្វីទេលោកវិជ្ជបណ្ឌិតយ៉ាវមានអាសន្នខ្ញុំកំពុងស្លាប់គ្រោះមហន្តរាយដែលមានការផ្លាស់ប្ដូរសែនមួយចំនួនធំបានកើតឡើងនៅក្នុងស្រុកណានពីងក្រុងឡៃយ៉ាសូមអំពាវនាវដល់បុគ្គលិកទាំងអស់ឲ្យជម្លៀសចេញជាបន្ទាន់គ្រោះមហន្តរាយដែលបានផ្លាស់ប្ដូរមួយចំនួនធំបានកើតឡើងនៅក្នុងស្រុកភាគខាងត្បូងនៃទីក្រុងឡៃយ៉ាសូមអំពាវនាវដល់បុគ្គលិកទាំងអស់ឲ្យជម្លៀសចេញជាបន្ទាន់គ្រោះមហន្តរាយដែលមានការផ្លាស់ប្ដូរសែនមួយចំនួនធំបានកើតឡើងនៅក្នុងស្រុកណានពីងក្រុងឡៃយ៉ាក្រុមការងារផ្ដល់សញ្ញាបានមកដល់ទីនេះម្ដងទៀតហើយដោយសូមអញ្ជើញបុគ្គលិកទាំងអស់ប៉ុន្តែតើគាត់នឹងធ្វើអ្វីប្រសិនបើខ្ញុំចាក់ចេញអ្នកទៅមុនគេត្រូវប្រយ័ត្នខ្លួនឯងអ្នកគឺជាអ្នកជំងឺដំបូងគេក្នុងជីវិតរបស់ខ្ញុំស្បថាខ្ញុំនឹងមើលថែអ្នកឲ្យបានល្អរហូតដល់ថ្ងៃដែលអ្នកជាសះស្បើយក្រៅពីនេះខ្ញុំបានសន្យាថានឹងអនុញ្ញាតឲ្យប្អូនស្រីរបស់អ្នកជួយខ្ញុំភ្លេចទូរស័ព្ទរបស់ខ្ញុំវាមានគ្រោះថ្នាក់ដល់អាយុជីវិតហើយរត់ទៅបុគ្គលិកដែលដាក់ពាក្យសុំមុខវិជ្ជាផ្សេងហេតើត្រូវដឹកជញ្ជូនទំនិញនៃណាអូលោកវិជ្ជបណ្ឌិតយ៉ាវកន្លែងនេះមានគ្រោះថ្នាក់ពេកហើយយើងត្រូវជម្លៀសចេញជាបន្ទាន់ប្រញាប់ឡើងសម្ព័ន្ធមិត្តភាពនិងបិទកន្លែងនេះយើងជាមនុស្សតែម្នាក់គត់ដែលនៅសេសសល់នៅទីនេះកាឡាក់ស៊ីសូមធានាខ្ញុំនឹងមិនបោះបង់ចោលអ្នកទេគ្មានសំឡេងទេទៅឆ្ងាយអ្នកដែលមិនចូលចិត្តវាចូលទៅឋាននរកចុះវាហាក់ដូចជាគាត់កំពុងស្វែងរកដំបូន្មានលើការប្រើថ្នាំសន្លប់
ខ្ញុំមិនបើកទេមកមើលអ្នកថ្មីថ្មោងសួនខ្វាន់មានអំណាចខ្លាំងណាស់មិនត្រឹមតែដៃរបស់ពួកគេមិនរងរបួសដោយសារអសូររាវប៉ុណ្ណោះទេផ្ទុយទៅវិញវាបានក្លាយជាអាវុធគិលានុបដ្ឋាយិកាសុនតើអ្នកមិនរងរបួសទេនេះដូច្នេះអ្នកអាចទៅដល់ទីបញ្ចប់មែនហើយអស្ចារ្យណាស់សច្ចប្រណិធាននៃជីវិតនិងសេចក្តីស្លាប់នៅលើវាលស្មៅសៀងយូនៅក្នុងរឿងគឺជាផ្កាយដ៏អស់កលឹបជានិច្ចខ្ញុំនឹងទុកឲ្យការជឿចាប់ដែលប្រមូលផ្ដុំរសាយបាត់ទៅឆ្ងាយ
ការកកស្ទះចរាចរណ៍បានកើតឡើងនៅលើស្ពានឆេងណែនយើងជាប់គាំងនៅលើស្ពានសំណើសុំការសង្គ្រោះកាំភ្លើងលេន Dual Pistols ដ៏អស្ចារ្យបង្ហាញខ្លួនលើកដំបូងគ្មានអ្នកណាអាចគេចផុតពីគ្រាប់កាំភ្លើងរបស់ខ្ញុំបានទេយកចិត្តទុកដាក់គ្រប់អង្គភាពទីហ៊ានសម្ព័ន្ធមិត្តនៅជិតភាគខាងត្បូងនៃទីក្រុងឆ្ពោះទៅកាន់ស្ពានភ្លាមដើម្បីផ្ដល់ការគាំទ្រយន្តហឺកុំទៅស្លាប់អីវាមានគ្រោះថ្នាក់ខ្លាំងណាស់នៅខាងមុខអ្នកដឹងទេតើអ្នកអាចអនុញ្ញាតឲ្យខ្ញុំចូលបានទេអនុញ្ញាតឲ្យខ្ញុំចូលទៅដើម្បីរកនរណាម្នាក់ខ្ញុំមានសាច់ញាតិតែម្នាក់គត់នេះយន្តហឺឯងឈួតមែនទេដែលមកសុំជំនួយពីខ្ញុំទេពកោសល្យរបស់មីងហេនេះវាគ្រាន់តែជាធូលីពណ៌សកម្រិតទាបបំផុតគាត់បានសន្លប់នៅមន្ទីរពេទ្យអស់រយៈពេល1ឆ្នាំយ៉ាងណាក៏ដោយសមត្ថភាពរបស់គាត់បានប្រសើរឡើងច្រើនតើអ្នកមិនគិតថាវាមិនអីទេ